តាមភាពនៃការដើរល្បាតព្រៃរបស់លោកគ្រូមុនសលួននេះហើយយុវជនប្រហែល200នាក់ជាងនេះយុវជនច្រើនរំទាំងអ្នកគ្រូលោកគ្រូសិស្សានុសិស្សទូទាំងខេត្តមកទស្សនកិច្ចព្រៃជាដើមឈើដាត់យាយដើរក្រោយលោកគ្រូកននេះគេលោកគ្រូមុនមកពីស្រុកទេអំពិល